bà này dâyផ្កាវិញbàផ្កាចង់បាក់មេតែម្ដងបាទគឺផ្កាខ្លាំងអញ្ចឹងណាសម្រាប់ឆ្នាំនេះបាទលើឆ្នាំមុនទៀតបាទប៉ុន្តែអ្វីដែលជាបញ្ហានោះបាទគឺសបោតែផ្កាអញ្ចឹងណាបាទអត់សូវមានលោតក្តាប់ទេបាទនេះមើលចន្ទីនេះជាក់ស្ដែងបាទនេះក្តាប់នេះទើបបញ្ចេញនេះបាទទើបនឹងលោតមកថ្មីនេះទេនេះអញ្ចឹងណាបាទនេះដូចក្តាប់នេះអីប្រហែលជាខ្ទង់ 4-5 ថ្ងៃទេអញ្ចឹងណាបាទនេះទើបនឹងលោតមកទេបាទហើយដោយអាក្តាប់ទូចនេះវិញទើបនឹងចាញ់អញ្ចឹងណាបាទគឺថ្មីប៉ុន្តែសួរថាលោតមកច្រើនទេបាទលោតអត់ច្រើនទៀតបាទខ្ញុំបញ្ជាក់បាទគឺមកមួយអញ្ចឹងណាបាទមិនសូវជាច្រើនទេបាទអញ្ចឹងតើតើនឹងផលិតផលបាទតើតើនឹងការប្រើបាទនៅក្នុងពេលនេះបាទយើងត្រូវតែឆ្លាស់ត្រូវតែបដូរខ្ញុំបញ្ជាក់ណាបាទត្រូវតែឆ្លាស់ត្រូវតែបដូរអត់អាចប្រើតែតទៅទៀតទេអញ្ចឹងណាបាទត្រូវតែមានការផ្លាស់ប្ដូរនៅក្នុងវគ្គនេះបាទក្តាប់មិនមែនថាមិនចេញទេប៉ុន្តែគាត់ថាវារាយមួយអញ្ចឹងណាបើវាមិនលោតមកជាចកោមច្រើនដូចឆ្នាំទៅបាទឆ្នាំទៅតាមលោកខ្ញុំសង្កេតណាបាទភាគច្រើនគឺបាទមិនសូវជាមានផ្កាច្រើនប្រហែលទេប៉ុន្តែសបោក្តាប់ចេញមកច្រើនប៉ុន្តែឆ្នាំនេះបាទគឺបាទផ្កាច្រើនប៉ុន្តែអត់មានក្តាប់វិញបាទនឹងជាបញ្ហាអញ្ចឹងណាបាទក្តាប់រាយមួយអញ្ចឹងទៅបាទអញ្ចឹងសម្រាប់វគ្គនេះអ្វីដែលយើងប្រើបាទគឺបរ៉ុនការ៉េ9មកដបកន្លះហើយនឹងចលនស៊ីមកកញ្ចប់កន្លះបាទបាញ់ឲ្យសពទៅអញ្ចឹងណាបាទកុំជោគពេកបាទកុំជោគពេកគេថាបាញ់ផ្សែងរឿងសពហើយបាញ់នៅពេលព្រឹកហើយហ្នឹងបាទពេលល្ងាចមេតិចអាហ្នឹងគឺនឹងចេញមកស្អាតហើយបាទអញ្ចឹងណាបាទមើលគ្រាប់នេះចេញមកក៏ចេញស្អាតដែរនេះហើយអាមជុលសនេះភាគច្រើនគឺសុទ្ធតែជាផ្កាមេទេនេះបាទរងចាំតែពេលចេញទេអញ្ចឹងយើងប្រើអកមុនជំរុញបន្តិចមកបាទក្លូតក្តាប់មកច្រើនហើយអញ្ចឹងណាបាទ